Lại được chủ hồn sánมันchiaឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវវាគ្រប់ចំណុចដាច់ខ្មាំងវាចូលក្រោយការអត់ធ្មត់លើ24ម៉ោងដើម្បីគ្រប់នៅបទជប់បាញ់និងត្រូវការពេលវេលាដើម្បីជំនះប្រជាជនឲ្យចេញពីតំបន់សុវត្ថិភាពការពីវិសាមិញថ្ងៃច័ន្ទទី8វិរៈកងទ័ពកម្ពុជាបានតបតបន្ថែមដោយយុគមិញនិងព្រឹកថ្ងៃអង្គារនេះតាមរយៈសម្លេងបញ្ជាក់លើបណ្ដាសង្គមនាព្រឹកថ្ងៃនេះស្ដេចតេជោហ៊ុនសែនបានថ្លែងថាតាមនាយករដ្ឋមន្ត្រីថៃអនុមន្ទីរបានប្រកាសថានឹងប្រើកម្លាំងវិយោគ11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងវាចូលគ្រប់ចំណុចដែលខ្មាំងវាចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីយើងដោយមានការពារទឹកដីយើងដោយមានលិរដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទឯសត្រូវជ្រៀនពៀនត្រូវចល័តវាចូលទីតាំងយើងពួកគេមិនអាចទូលលិរដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានបដិដែរសន្តិភាពនេះផ្ដល់របៀបឲ្យយើងអនុវត្តយុទ្ធសាស្ត្រកំទេចកម្លាំងរបស់សត្រូវតាមរយៈការចាប់កំទេចទប់ទល់សម្ដេចតេជោបញ្ជាក់ថាសម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិភាពសុខប្រជាបំផ្លាញសមត្ថភាពកងកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអង្គុយអបដៃឲ្យអស់លោកកំបំផ្លាញតាមចិត្តចង់របស់លោកអស់លោកទេចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលការពីកម្ពុជាតបតដើម្បីការពីខ្លួនការពីខាងកណ្ដាលពួកគេចោទយើងថាលំមសង្គ្រាមពេលយើងអត់ធ្មត់គោបត់គ្រប់បត់ឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ទឹកដីឲ្យថៃដើម្បីយកដូរយុទ្ធសន្តិភាពនាពេលខាងនេះយើងវាយដើម្បីការពីខ្លួនទៀតហើយតែពួកគេនឹងនិយាយយ៉ាងដូចម្ដេចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាតបតដើម្បីការពារទឹកដីយើង